សូមជម្រាបសួរពុកម៉ែបងប្អូនក្នុងព្រះគ្រីស្ទសូមស្វាគមន៍មកកាន់សិភៅមេរៀនស្ពានជីវិតឥឡូវនេះសូមចូលរួមសិក្សាជាមួយខ្ញុំបាទនៅមេរៀនទី4ដែលមានចំណងជើងថាក្តីស្រឡាញ់ដែលអាចទុកចិត្តបានកញ្ញាសុជាតិជាកូនអ្នកក្រីក្រម្នាក់រស់នៅជនបទមួយដែលត្រូវបានម្ដាយមីងយកមកចុងផ្ដើមឲ្យរៀនសូត្រនៅទីក្រុងភ្នំពេញនាងជាក្មេងឧស្សាហ៍ព្យាយាមណាស់ទាំងការងារផ្ទះនិងការរៀនសូត្រនាងបានពិន្ទុល្អរៀងរាល់ខែសុជាតិទទួលបាននូវការកោតសរសើរនិងស្រឡាញ់រាប់អានពីលោកគ្រូនិងមិត្តភ័ក្តិគ្រប់គ្នាស្រាប់តែថ្ងៃមួយមិត្តភ័ក្តិនាងសពនាងនិយាយចាក់រុករករឿងនឹងនាងគ្រប់គ្នាដោយការច្រណែននឹងទាលោកគ្រូនាងក៏លែងចុចចិត្តនាងដូចមុនទៀតនាងចេញពីសាលាតម្រង់ទៅផ្ទះដោយគិតថាទៅទទួលក្តីស្រឡាញ់ថ្នាក់ថ្នមពីម្ដាយមីងតែមិនទាន់ដល់ផ្ទះស្រួលបួលផងម្ដាយមីងក៏ស្ដីបន្ទោសខ្លាំងមករកនាងទៀតនាងគិតថាមានតែម្ដាយនាងទេដែលនៅតែស្រឡាញ់នាងតែផ្ទុយស្រឡះសុជាតិមិនទាន់ទាំងជួតទឹកភ្នែកអស់ពីភ្នែកផងមាននារីម្នាក់មកពីស្រុកយកដំណឹងប្រាប់សុជាតិថាម្ដាយនាងផ្ដាំឲ្យទៅស្រុកវិញដើម្បីរៀបការជាមួយបុរសពោះម៉ាយម្នាក់នៅពេលដែលបានឮដំណឹងភ្លាមសុជាតិគក់ទ្រូងស្រែកយំទាំងនិយាយបណ្ដាថាខ្ញុំមិនទាន់ចង់រៀបការទេខ្ញុំចង់រៀនតទៅទៀតដើម្បីកសាងអនាគតឲ្យបានល្អតែឥឡូវសម្បីតែម្ដាយខ្ញុំក៏មិនខ្វល់ខ្វាយអំពីអនាគតខ្ញុំដែរគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះយប់នោះនាងគេងនៅក្រៅផ្ទះដោយអស់សង្ឃឹមនាងសម្លឹងមើលទៅក្នុងផ្ទះដ៏ស្ងាត់ជ្រងំមានតែកំពូលភ្លើងពងមាន់មួយដងសម្លឹងមើលទៅបាត់ដៃនាងដែលផ្ទុកដោយគ្រាប់ថ្នាំនាងបានទិញពីថ្ងៃបំរុងនឹងលេបសម្រាប់ខ្លួនដោយគិតថាខ្ញុំនឹងលេបថ្នាំនេះដើម្បីបញ្ចប់ជីវិតទៅប្រសើរជាងរស់នៅឆាកជីវិតដ៏ជូរចត់បែបនេះដៃនាងក្តាប់គ្រាប់ថ្នាំទាំងញើសទៅត្រើតអារម្មណ៍នាងនឹកឃើញមិត្តភ័ក្តិលោកគ្រូម្ដាយមីងនិងម្ដាយបង្កើតតែខ្វះសេចក្តីស្រឡាញ់លើរូបនាងតើលោកអ្នកធ្លាប់ប្រទះបញ្ហាដូចសុជាតិដែរឬទេតើលោកអ្នកធ្លាប់មានមិត្តភ័ក្តិឬសង្សារជាទីស្រឡាញ់ក្បត់ចិត្តលោកអ្នកដែរឬទេរឿងនេះជាការមួយដែលជឿចាប់បំផុតតើលោកអ្នកធ្លាប់មានលោកគ្រូអ្នកគ្រូចៅហ្វាយនាយឬអ្នកធ្វើការជាស្និទ្ធណាម្នាក់ដែលអ្នកទៅចិត្តបានប្រព្រឹត្តអាក្រក់មករកអ្នកឬបដិសេធជប់ជួយអ្នកឬទេការនេះធ្វើឲ្យអ្នករឹតតែស្រងាក់ចិត្តខ្លាំងណាស់ទៅទៀតតើលោកអ្នកធ្លាប់មានសមាជិកគ្រួសារមានយកចិត្តទុកដាក់ចំពោះលោកអ្នកដែរឬទេនេះជារឿងដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ជីវិតមនុស្សម្នាក់តើលោកអ្នកធ្លាប់សួរខ្លួនឯងទេថាតើមានអ្នកណាម្នាក់ដែលពិតជាយកចិត្តទុកដាក់និងស្រឡាញ់លោកអ្នកពិតប្រាកដឬទេ 1. សេចក្តីស្រឡាញ់ជាប្រភពនៃសេចក្តីសុខសាន្តសេចក្តីស្រឡាញ់គឺជាការមួយដ៏សំខាន់ដែលនាំមកនូវសេចក្តីសុខសាន្តនិងសប្បាយរីករាយនៅពេលកូនដឹងថាឪពុកម្ដាយស្រឡាញ់ខ្លួននោះគេគ្មានខ្វល់ខ្វាយអំពីអ្វីឡើយដោយគេទុកចិត្តថាឪពុកម្ដាយគេនឹងផ្ដល់ចំណីអាហារសម្លៀកបំពាក់និងការអប់រំបានល្អដល់គេហើយបើស្វាមីបង្ហាញក្តីស្រឡាញ់ដល់ភរិយាដោយការស្មោះត្រង់និងប្រឹងប្រែងធ្វើការងារគ្រប់បែបយ៉ាងនោះភរិយាក៏មានការសប្បាយដែរនៅពេលដែលយើងមានមិត្តភក្តិច្រើនហើយយើងក៏កាន់តែមានសេចក្តីសប្បាយរីករាយដែរនោះមិនមែនមានន័យថាយើងមានគ្នាលេងសើចច្រើននោះទេតែយើងមានគ្នាច្រើនដើម្បីជួយដោះស្រាយបញ្ហាវិញហេតុនេះហើយបានជាយើងខំធ្វើនៅកិច្ចការជាច្រើនដើម្បីទាក់ទាញចិត្តអ្នកដទៃទោះបីជាយើងដឹងថាការនោះមិនត្រូវក៏ដោយយើងចង់បានក្តីស្រឡាញ់ឬក្តីស្នេហាពីអ្នកដទៃចុះបើក្តីស្រឡាញ់មានន័យនិងមានប្រយោជន៍ល្អយ៉ាងនេះចុះហេតុអ្វីបានជាមានពាក្យស្លោកមួយពោលថាស្នេហានាំមកនូវការជិះចាប់ទៅវិញស្រីម្នាក់បានស្រឡាញ់ប្តីគាត់ខ្លាំងណាស់តែបុរសនោះបែរជាដោះដៃចោលនាងហើយទៅរកស្រីដទៃទៅវិញធ្វើឲ្យបេះដូងនាងត្រូវខ្ទេចខ្ទាំក្រព្រោះសេចក្តីស្នេហាស្មោះត្រង់របស់នាងចំពោះប្តីតើក្តីស្នេហារបស់នាងផ្ដល់នូវការជិះចាប់ឬទេតាមពិតសេចក្តីស្នេហាមិនមែននាំមកនូវការជិះចាប់ទេ
គឺការខ្វះសេចក្តីស្នេហាស្មោះត្រង់ទេតែនាំមកនូវការជិះចាប់ដូចជាសជាតិនាងមានការជិះចាប់មិនមែនបណ្ដាលមកសេចក្តីស្នេហាទេគឺខ្វះសេចក្តីស្នេហាវិញតើក្តីស្រឡាញ់ឬសេចក្តីស្នេហាពិតប្រាកដពិតជានាំមកនូវសេចក្តីសុខសាន្តនិងសេចក្តីសប្បាយរីករាយប៉ុន្តែបញ្ហានោះថាតើយើងនឹងទៅរកសេចក្តីស្នេហាពិតប្រាកដនៅឯណាក៏ឃើញតែសេចក្តីស្រឡាញ់តែសរសើរនោះឬសេចក្តីស្រឡាញ់មានលក្ខណៈ3យ៉ាងកខ្ញុំស្រឡាញ់អ្នកបើសិនជាខខ្ញុំស្រឡាញ់អ្នកពីព្រោះកខ្ញុំស្រឡាញ់អ្នកទោះបីជាកខ្ញុំស្រឡាញ់អ្នកបើសិនជាគេស្រឡាញ់តែអ្នកណាដែលគួរស្រឡាញ់ប៉ុណ្ណោះឧទាហរណ៍តែស្រឡាញ់ប្រពន្ធនៅពេលណាដែលនាងមានសម្រស់ប៉ុណ្ណោះគ្រូស្រឡាញ់សិស្សនៅពេលណាដែលពូកែឬមានចំណុចណាដែលខ្លួនពេញចិត្តឪពុកម្ដាយខ្លះស្រឡាញ់កូននេះខ្លាំងជាងកូននោះនេះគឺជាស្រឡាញ់តែមានលក្ខខណ្ឌបើសិនជាខខ្ញុំស្រឡាញ់អ្នកពីព្រោះអ្នកខ្លះជួយអ្នកដទៃដោយសារគេសម្លឹងឃើញអ្វីមួយពីអ្នកនោះបានន័យថាគេចង់បានចំណេញអ្វីមួយយ៉ាងអំពីសេចក្តីស្រឡាញ់របស់គេដូចជាអ្នកក្រស្រឡាញ់កូនអ្នកមានក៏ព្រោះចង់បានការអាណិតមេត្តាអ្នកតូចស្រឡាញ់អ្នកធំក៏ព្រោះចង់បានការងារធ្វើឬគេឲ្យទានដល់អ្នកសំទានពីព្រោះចង់បានមុខមាត់ឬបុណ្យកុសលផ្ទាល់ខ្លួនរបស់គេរហូតមានអ្នកខ្លះចិញ្ចឹម3បាច់កូនដើម្បីចង់បានសក្តិគុណពីកូនឬចង់ឲ្យកូនចិញ្ចឹមវិញនៅពេលខ្លួនចាស់ការនេះពុំមែនជារឿងមួយខុសឆ្គងនោះទេតែវាធ្វើឲ្យមនុស្សពុំសោកស្រឡាញ់ដល់អ្នកណាដែលមានអាចផ្ដល់ប្រយោជន៍ឲ្យខ្លួនឬអ្នកណាដែលត្រូវការជំនួយពីខ្លួននោះបែបនេះគឺជាក្តីស្រឡាញ់បែបពីព្រោះកខ្ញុំស្រឡាញ់អ្នកទោះបីជាអ្នកខ្លះមិនមែនស្រឡាញ់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេដូចជាជួនកាលមិត្តភ័ក្តិឬបងប្អូនណាតែមានស្មោះនឹងគេក៏គេនៅតែស្រឡាញ់ដដែលនេះជាសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌទោះបីជាយើងឃើញថាក្តីស្រឡាញ់នៅលើលោកីយ៍នេះពុំមែនមានអាយុកាលវែងឡើយទោះបីជាក្តីស្រឡាញ់របស់មនុស្សរឹងមាំយ៉ាងណាក៏ដោយក៏នៅតែចប់ទៅតែនៅពេលណាដែលមនុស្សស្លាប់បាត់បង់ជីវិតទៅបើដូច្នេះក្តីស្រឡាញ់របស់លោកីយ៍នេះពិតជានាំមកនូវការជិះចាប់មែនព្រះគម្ពីរកូរិនថូសទី1ចំពុក13ខ4ដល់8បានចែងថារីឯក្តីស្រឡាញ់តែងតែអត់ធ្មត់ហើយក៏សប្បុរសក្តីស្រឡាញ់មិនចេះឈ្នានីសមិនចេះអួតខ្លួនក៏មិនចេះរកប្រយោជន៍ផ្ទាល់ខ្លួនមានរហ័សខឹងមានប្រកាន់ទោសមិនដែលអសប្បាយចំពោះសេចក្តីទុច្ចរិតឡើយគឺអសប្បាយតែនឹងសេចក្តីស្មោះត្រង់វិញក៏គ្របបាំងទាំងអស់ជឿទាំងអស់សង្ឃឹមទាំងអស់ហើយទ្រាំទ្រទាំងអស់តែឯក្តីស្រឡាញ់មិនដែលផុតឡើយតើក្តីស្រឡាញ់បែបនេះមិនមែនជាក្តីស្រឡាញ់ដែលលោកអ្នកចង់បានទេឬអីហើយតើលោកអ្នកអាចទុកចិត្តបានហើយសប្បាយនឹងទទួលឬទេ2សេចក្តីស្រឡាញ់ពិតមួយប្រសិនបើលោកីយ៍នេះពុំមានក្តីស្រឡាញ់តែនាំមកនូវក្តីសុខសាន្តក្តីសប្បាយទៅដល់អនាគតដល់យើងបានទេនោះតើយើងទៅរកនៅឯណារឿងរ៉ាវអំពីព្រះដែលយើងបានរៀនរួចមកហើយបានអះអាងថាព្រះមានក្តីស្រឡាញ់ដ៏ធំធេងសម្រាប់យើងក៏បានដឹងថាព្រះបានបង្កើតបុរសនិងស្ត្រីដំបូងគឺលោកអាដាមនិងនាងអេវ៉ាហើយយើងទាំងអស់គ្នាជាកូនចៅរបស់អាដាមនិងនាងអេវ៉ានោះទើបព្រះអង្គទ្រង់យកព្រះទ័យទុកដាក់និងស្រឡាញ់យើងជាកូនទ្រង់ផ្ទាល់ដោយសារតែទ្រង់មានអំណាចចេស្តានោះធ្វើឲ្យយើងដឹងថាទ្រង់មិនបានត្រូវការអ្វីពីយើងនោះឡើយបានសេចក្តីថាទ្រង់ស្រឡាញ់យើងមិនមែនដោយទ្រង់ចង់បានអ្វីពីយើងដូចជាឪពុកម្ដាយបងប្អូនឬមិត្តភ័ក្តិយើងខ្លះនោះទេក្តីស្រឡាញ់របស់ទ្រង់គឺជាក្តីស្រឡាញ់ដែលមានអាត្មានិយមគឺធំធេងក្តីស្រឡាញ់ដែលអ្នកមិនធ្លាប់មាននៅលោកីយ៍នេះតើ
លោកអ្នកបានថ្វាយក្តីស្រឡាញ់ដល់ទ្រង់ហើយឬនៅបើសិនបើទ្រង់ពិតជាព្រះដ៏ធំឧត្តមតែគ្មានដើមកំណើតនិងទីបញ្ចប់នោះទ្រង់ពិតជាព្រះដែលមានប្រជញ្ញរស់នៅជានិច្ចទ្រង់អាចជួយយើងជានិច្ចហើយទ្រង់ស្រឡាញ់យើងនោះពេតមិនចេះចប់ដែរទ្រង់ថែមទាំងអាចប្រទានជីវិតដល់យើងនៅនគរឋានសួគ៌នៅពេលដែលយើងស្លាប់ទៅហើយទៀតផងដែលជាហេតុធ្វើឲ្យយើងទុកចិត្តដល់ទ្រង់បានដោយគ្មានការភ័យខ្លាចពីអនាគតរបស់យើងឡើយយើងបានដឹងហើយថាព្រះមិនគ្រាន់តែដឹងអំពីអំពើអាក្រក់របស់យើងប៉ុណ្ណោះទេទ្រង់ដឹងតាំងពីគំនិតអាក្រក់នៅក្នុងចិត្តយើងថែមទៀតទោះបីជាយ៉ាងនេះក៏ដោយក៏ព្រះគម្ពីរប្រាប់ថាព្រះនៅតែស្រឡាញ់និងអាណិតអាសូរជានិច្ចទ្រង់យឺតនឹងខ្ញាល់ហើយមានក្តីសប្បុរសដល់បរិបូរណ៍ទ្រង់នឹងមិនបន្ទោសជាដរាបក៏មិនប្រកាន់ជារៀងរៀបតទៅដែរទ្រង់មិនបានប្រព្រឹត្តនឹងយើងតាមអំពើបាបរបស់យើងទេក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរត្បិតឯផ្ទៃមេឃខ្ពស់ជាងផែនដីប៉ុណ្ណាក្តីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ហើយទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរព្រះយេហូវ៉ាទ្រង់មានប្រតិយអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដូច្នោះដែរទោះបីជាលោកអ្នកបានជឿលើទ្រង់ថាជាព្រះដ៏ឧត្តមហើយក៏លោកអ្នកនៅតែសង្ស័យថាតើទ្រង់ស្រឡាញ់លោកអ្នកមែនឬក៏យ៉ាងណាចូលយើងសាកល្បងដោយប្រុងប្រយ័ត្នជាមួយនឹងភស្តុតាងដ៏ធំមួយនៃក្តីស្រឡាញ់ដើម្បីឲ្យដឹងច្បាស់ថាតើលោកអ្នកអាចទុកចិត្តលើក្តីស្រឡាញ់របស់ទ្រង់បានដែរឬទេព្រះគម្ពីររ៉ូមជំពូក5ខ8បានសម្ដែងថាតែឯព្រះទ្រង់សម្ដែងក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ដោយព្រះគ្រីស្ទបានសគត់ជំនួសយើងរាល់គ្នានោះគឺក្នុងកាលដែលយើងរាល់គ្នាមានបាបនៅឡើយផងប្រសិនបើលោកអ្នកសង្ស័យថាតើព្រះស្រឡាញ់លោកអ្នកមែនឬមិនមែននោះសូមលោកអ្នកសម្លឹងមើលទៅឯឈើឆ្កាងជាកន្លែងដែលព្រះយេស៊ូវបានសគត់ជំនួសលោកអ្នកតើបងប្អូនចាំទេថាព្រះយេស៊ូវទ្រង់ជ្រាបមានគេមកចាប់ទ្រង់ធ្វើទារុណកម្មនឹងឆ្កាងទ្រង់តែទ្រង់មិនបានរត់គេចទេគឺទ្រង់បានទ្រាំទ្រនឹងរងការជិះចាប់គ្រប់បែបយ៉ាងដោយសារទ្រង់ស្រឡាញ់និងសុខចិត្តសគត់ជំនួសយើងទាំងអស់គ្នាទាំងអស់នេះបង្ហាញពីក្តីស្រឡាញ់យ៉ាងធំធេងរបស់ព្រះដែលសុខចិត្តទទួលការជិះចាប់និងសគត់ជំនួសអ្នកដទៃគឺយើងរាល់គ្នាប៉ុន្តែអ្នកខ្លះនិយាយថានេះជាការធម្មតាទេតែព្រះយេស៊ូវជាព្រះតែសូមកុំភ្លេចថាទ្រង់មានរូបរាងជាមនុស្សទ្រង់មានការជិះចាប់ដូចជាយើងរាល់គ្នាដែរទ្រង់ជាផ្សារនៅពេលដែលបន្លាបញ្ចាក់ព្រះកេសទ្រង់ដោយគ្មានមេត្តាករុណាទ្រង់ជឿចុចចាប់នៅពេលដែលគេបោះដេកគោលលើព្រះហស្ថនិងព្រះបាទទ្រង់ជាប់លើឈើឆ្កាងទ្រង់មានការជិះចាប់និងក្រៀមក្រំដោយទ្រង់ជាងមកសង្គ្រោះមនុស្សតែបែរជាគេបដិសេធទ្រង់ទៅវិញជាពិសេសពួកសិស្សដែលរត់ចោលទ្រង់តែទោះជាទ្រង់ទទួលរងការជិះចាប់ខ្លោចផ្សាយ៉ាងណាក៏ដោយក៏ទ្រង់សុខចិត្តមិនគេចវេះឡើយដោយសារតែទ្រង់ស្រឡាញ់ដល់មនុស្សលោកនេះពិតជាក្តីស្រឡាញ់ដែលធំធេងអស្ចារ្យមែនមានអ្នកខ្លះនិយាយថាការដែលព្រះយេស៊ូវសគត់នៅលើឈើឆ្កាងនោះគ្មានអ្វីអស្ចារ្យទេព្រោះព្រះយេស៊ូវទ្រង់ជ្រាបថាទ្រង់នឹងអាចរស់ឡើងវិញនៅថ្ងៃនោះទ្រង់ទទួលនៅគ្រប់អំពើបាបទាំងអស់របស់មនុស្សលើអង្គទ្រង់ដែលជាអ្នកគ្មានបាបសោះទៅជាមានបាបនឹងត្រូវអាម៉ាស់ខ្មាស់ដោយអំពើបាបយើងរាល់គ្នាទ្រង់ទទួលទរណកម្មដែលយើងទទួលទ្រង់ដឹងថាទំនាក់ទំនងទ្រង់រវាងព្រះវរបិតាបានបាត់បង់ទាំងស្រុងព្រះគម្ពីរម៉ាថាយជំពូក27ខ46បានសរសេរថាប្រហែលជាម៉ោង3នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងៗថាអេលីអេលីឡាម៉ាសាបាថានីគឺស្រែកថាអូព្រះអង្គនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់ចោលទូលបង្គំត្រង់ចំណុចនេះហើយ
ដែលជាការលបួងយ៉ាងធំរបស់សាតាំងមកលើព្រះយេស៊ូវដោយនិយាយខ្សឹបៗទៅកាន់ព្រះយេស៊ូវថាអំពើបាបដែលអ្នកកំពុងទទួលជំនួសមនុស្សនេះជាអំពើបាបដ៏ធ្ងន់ដែលព្រះវរបិតាអ្នកសពខ្ពើមខ្លាំងណាស់ដែលធ្វើឲ្យអ្នកត្រូវស្លាប់រហូតមិនរស់វិញឡើយសូមបងប្អូនសញ្ជឹងមើលតើព្រះយេស៊ូវមានអំណាចរំដោះខ្លួនពីលើជាឆ្កាងបានឬទេប៉ុន្តែទោះជាទ្រង់គិតថាទ្រង់មានរស់វិញក៏ដោយក៏ទ្រង់នៅតែសម្រេចព្រះទ័យសុគតនៅលើជាឆ្កាងប្រតិបាបនិងដើម្បីសង្គ្រោះយើងទាំងអស់គ្នាដែរទ្រង់ស្រឡាញ់យើងខ្លាំងណាស់តើមានក្តីស្រឡាញ់ណាដែលអាចប្រៀបផ្ទឹមនឹងក្តីស្រឡាញ់របស់ព្រះយេស៊ូវបានឬទេ3. ការលះបង់ជីវិតជូនអ្នកដែលជាទីស្រឡាញ់នៅលើពិភពលោកជាងនេះជួនកាលមានក្តីស្រឡាញ់និងការលះបង់ធំធេងម្ដងម្កាលដែរមានរឿងមួយនិទានអំពីមេបញ្ជាការតាហ៊ានម្នាក់ដែលត្រូវខ្មាំងចាប់យកប្រពន្ធនិងកូនរបស់គាត់ក្នុងសង្គ្រាមប្រកាសឲ្យគាត់ទៅធ្វើជាធ្នូជាមួយអ្នកទាំងពីរបើគាត់ប្រកល់ខ្លួនឲ្យគេចាប់គេនឹងដោះលែងប្រពន្ធនិងកូនគាត់លោកមេបញ្ជាការដឹងច្បាស់ណាស់ថាគាត់នឹងត្រូវស្លាប់តែដោយសារក្តីស្រឡាញ់ដល់ប្រពន្ធនិងកូនគាត់ចូលចិត្តប្រកល់ខ្លួនទៅដល់ខ្មាំងលោកមេបញ្ជាការត្រូវគេសម្លាប់ហើយប្រពន្ធនិងកូនស្រីគាត់បានរួចខ្លួននោះគឺជាក្តីស្រឡាញ់ដ៏ធំធេងមួយប៉ុន្តែបើសិនបើជាប្រពន្ធគាត់មានរូបរាងមិនស្អាតឬមិនសូវយកចិត្តទុកដាក់ហើយជេរប្រតិចផ្ដាសាគាត់រាល់ថ្ងៃនោះតើគាត់សុខចិត្តទៅស្លាប់ជំនួសនាងឬទេហើយបើកូនគាត់ជាក្មេងខែលខូចធ្វើឲ្យគាត់ពិបាកចិត្តជាងការលួចលុយឪពុកទៀតផងនោះតើគាត់សុខចិត្តស្លាប់ជំនួសទេឬបើខ្មាំងចាប់យកប្រពន្ធកូនតាហ៊ានរបស់គាត់តើគាត់ទៅស្លាប់ជំនួសទេប្រហែលជាទេគាត់បានស្លាប់ជំនួសអ្នកណាដែលស្រឡាញ់តែប៉ុណ្ណោះសូមយើងសញ្ជឹងមើលព្រះគម្ពីររ៉ូមជំពូក5ខ8ម្ដងទៀតដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នានោះគឺក្នុងកាលដែលយើងរាល់គ្នាមានបាបនៅឡើយផងខនេះមានន័យថាព្រះយេស៊ូវបានស្រឡាញ់យើងរាល់គ្នារហូតទ្រង់បដូរសុគតជំនួសយើងរាល់គ្នាទោះបីជាយើងមានអំពើបាបឬគំនិតអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមយ៉ាងណាក៏ដោយព្រះទ្រង់បរិសុទ្ធបំផុតតែអំពើបាបរបស់យើងបានធ្វើឲ្យទ្រង់សុគតយ៉ាងវេទនាទោះបីជាយ៉ាងនេះក៏ដោយក៏ទ្រង់នៅតែស្រឡាញ់យើងតើលោកអ្នកគិតថាទ្រង់នៅតែស្រឡាញ់លោកអ្នកដែរឬទេបើលោកអ្នកជាមនុស្សក្រីក្រជាអ្នកមិនសូវឆ្លាតមិនចេះដឹងជ្រៅជ្រះឬជាអ្នកមានបាបច្រើននោះកុំសង្ស័យអ្វីឡើយសូមលោកអ្នកជ្រាបថាទ្រង់ស្រឡាញ់អ្នកទោះបីជាលោកអ្នកមិនគប់ព្រះទ័យទ្រង់ 4. សេចក្តីស្រឡាញ់របស់ព្រះជាអំណោយដល់យើងរាល់គ្នាប្រហែលជាអ្នកគិតថាក្តីស្រឡាញ់នេះជារបស់អ្នកដទៃទេមិនមែនជារបស់អ្នកឡើយប្រហែលជាលោកអ្នកកំពុងសង្ស័យថាព្រះមិនអាចស្រឡាញ់អ្នកបានទេព្រោះទ្រង់មិនបានស្គាល់អ្នកហើយមិនបានដឹងពីអាស័យដ្ឋានបច្ចុប្បន្នរបស់លោកអ្នកដូច្នេះសូមលោកអ្នកអានព្រះគម្ពីរម៉ាថាយជំពូក10ខ29ដល់31តើគេមានលក់ចាប់ពីថ្លៃមួយលុយទេឬអីតែគ្មានចាប់ណាមួយធ្លាក់ទៅដីឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយសម្បីតែសក់ក្បាលរបស់អ្នករាល់គ្នាក៏បានរាប់ទាំងអស់ដែរយ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយអ្នករាល់គ្នាមានតម្លៃលើសជាងចាប់ជាច្រើនទ្រង់ពិតជាឃើញលោកអ្នកទ្រង់ពិតជាស្គាល់លោកអ្នកទ្រង់ពិតជាស្រឡាញ់លោកអ្នកសូមដាក់ឈ្មោះលោកអ្នកក្នុងខគម្ពីរដែលជាសេចក្តីសន្យាយ៉ាងច្បាស់លាស់របស់ព្រះនៅត្រង់ចន្លោះនេះដូចតទៅតែឯព្រះទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់ដោយព្រះគ្រីស្ទបានសុគតជំនួសនៅក្នុងកាលដែលនៅមានបាបនៅឡើយផងព្រះគម្ពីរយ៉ូហានជំពូក4បានពិពណ៌នាអំពីព្រះយេស៊ូវនិងសិស្សរបស់ទ្រង់ធ្វើដំណើរពីស្រុកយូដាត្រឡប់ទៅស្រុកកាលីលេវិញអ្នកដំណើរទៅជាជនជាតិយូដាតែងតែដើរវាងស្រុកសាសាមារីព្រោះពួកគេមិនត្រូវជាមួយសាសាមារីទេពួកគេនៅជាមនុស្សអាក្រក់មានពុតបុត្រនិងប្រព្រឹត្តអំពើបាបច្រើន
ជាពិសេសពួកស្រីជាច្រើនបានកំផិតសាហាយស្មន់ឬយកដៃគេតែព្រះយេស៊ូវមិនបានដើរវាងស្រុកនោះឡើយទ្រង់ក៏នាំសិស្សទ្រង់ដើរកាត់ស្រុកនោះទៅក្នុងស្រុកនោះព្រះយេស៊ូវបានជួបនឹងស្ត្រីសិស្សសាមារីម្នាក់ដែលមកដងទឹកនៅកណ្ដាលថ្ងៃត្រង់ព្រោះនាងជាមនុស្សមានកេរ្តិ៍ឈ្មោះល្អមិនចង់មកពេលល្ងាចទេខ្លាចមានជួបមនុស្សច្រើនធម្មតាសាយូដាទៅបីជាសាសសាមារីជាមនុស្សល្អក៏ដោយក៏គេមាននិយាយចូលដែរតែព្រះយេស៊ូវបានដឹងស្ត្រីនោះជាមនុស្សមានបាបនៅតែនិយាយជាមួយដោយសុំទឹកនាងសោយព្រះយេស៊ូវបានបង្ហាញក្តីស្រឡាញ់ទៅនាងទៅបីជានាងជាសាសមួយដែលជាសត្រូវនឹងទ្រង់ក៏ដោយទ្រង់មានបន្ទូលជាមួយនាងទៅបីជានាងជាស្ត្រីកំសត់យ៉ាងណាក៏ដោយទ្រង់បានទទួលនាងទៅបីដឹងថានាងកំពុងរស់នៅក្នុងអំពើបាបដោយមានប្តី5ក៏ដោយនេះជាស្ដីស្រឡាញ់ដ៏ចម្លែកតើលោកអ្នកគិតថាលោកអ្នកអាចទទួលយកស្ដីស្រឡាញ់បែបនេះឬទេតើលោកអ្នកជឿហើយឬនៅថាព្រះស្រឡាញ់លោកអ្នកជានិច្ចនោះបើជឿហើយលោកអ្នកមានត្រូវភ័យខ្លាចឬក៏ទុកទេនៅពេលដែលមានអ្នកណាម្នាក់បដិសេធឈប់ស្រឡាញ់លោកអ្នកព្រោះអ្នកមានព្រះមួយអង្គដែលនៅតែស្រឡាញ់លោកអ្នកជានិច្ចទោះបីជាអ្នកមានសភាពបែបណាក៏ដោយប្រសិនបើអ្នកជឿថាព្រះឃើញអ្នកនឹងមានក្តីស្រឡាញ់ដ៏ធំធេងជាងមិត្តភក្តិឬឪពុកម្ដាយអ្នកទៅទៀតនោះលោកអ្នកប្រកាសជាជឿថាទ្រង់នឹងជួយការពារលោកអ្នកនិងផ្ដល់ជូននៅអ្វីៗទាំងឡាយដែលលោកអ្នកត្រូវការព្រះគម្ពីររ៉ូមជំពូក8ខ31ដល់32បានបញ្ជាក់ថាដូច្នេះយើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេចបើសិនជាព្រះកាន់ខាងយើងតើអ្នកណាអាចទាស់នឹងយើងបានហើយព្រះអង្គដែលមានបានសំចៃទុកនៅព្រះរាជបុត្រទ្រង់បង្កើតគឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នានោះតើមានទំនងអ្វីឲ្យទ្រង់មានប្រទានគ្រប់ទាំងអស់មកយើងជាមួយនឹងព្រះរាជបុត្រទ្រង់នោះផងប្រសិនបើព្រះស្រឡាញ់យើងរហូតប្រទានព្រះរាជបុត្រតាទ្រង់ឲ្យមករងទុក្ខនិងសក្តិជំនួសយើងទ្រង់ក៏អាចប្រទានឲ្យយើងនៅអ្វីៗដែលយើងត្រូវការផងដែរប្រពន្ធរបស់លោកមេបញ្ជាការដឹងថាប្តីគាត់សុខចិត្តបដូរបង់ជីវិតជំនួសគាត់ដោយសារក្តីស្រឡាញ់ដ៏ធំធេងតែក្រោយពីគាត់រួចខ្លួនគាត់មិនបានឃើញមុខប្តីគាត់ទេហើយប្តីគាត់ក៏មិនអាចជួយគាត់បានដែរចំណែកព្រះយេស៊ូវទ្រង់ស្រឡាញ់យើងខ្លាំងណាស់ទ្រង់បដូរជីវិតជំនួសយើងតែទ្រង់បានរស់ឡើងវិញទ្រង់មានបច្ចុប្បន្នរស់សពថ្ងៃហើយទ្រង់ក៏អាចជួយយើងបានគ្រប់ពេលវេលាដែរតើជីវិតលោកអ្នកអាចទុកចិត្តលើទ្រង់បានឬទេតើអ្នកអាចឈប់ភ័យខ្វល់និងបានទូលដល់ទ្រង់ឲ្យជួយដោះស្រាយបញ្ហាលោកអ្នកហើយឬនៅក្នុងការចងចាំនិងទុកចិត្តលើក្តីស្រឡាញ់របស់ព្រះយេស៊ូវនេះវាមិនមែនជាការងាយស្រួលទេដូច្នេះលោកអ្នកត្រូវតែអានព្រះគម្ពីររៀងរាល់ថ្ងៃដើម្បីរំលឹកពីការសក្តិរបស់ព្រះយេស៊ូវនិងការដែលទ្រង់ជួយដល់អ្នកមានបាបច្រើនសូមលោកអ្នកទន្ទិញព្រះគម្ពីររ៉ូមជំពូក5ខ8ដោយដាក់ឈ្មោះលោកអ្នកនៅក្នុងខនោះដោយលោកអ្នកបានធ្វើនៅខាងលើហើយដល់ពេលលោកអ្នកមានអារម្មណ៍ថាគ្មានអ្នកណាស្រឡាញ់លោកអ្នកទេឬលោកអ្នកមានអារម្មណ៍ខឹងនឹងអ្នកណាម្នាក់សូមអធិដ្ឋានទៅទ្រង់ឲ្យទ្រង់បំពេញនៅសេចក្តីស្រឡាញ់សូមលោកអ្នកចងចាំនៅចំណុចទាំង5ដូចខាងក្រោមនេះទី1ទោះបីជាមនុស្សបាននិយាយបង្ខុសពីខ្ញុំឬមានស្រឡាញ់ខ្ញុំក៏ដោយក៏ខ្ញុំដឹងថាខ្ញុំនៅតែមានតម្លៃចំពោះព្រះដែលបានបង្កើតខ្ញុំដែរទី2ព្រះតម្រេះរបស់ព្រះចំពោះខ្ញុំពិសេសជាងគំនិតមនុស្សដទៃទី3ការសម្រេចបតីសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវបានបង្ហាញថាទ្រង់ស្រឡាញ់ខ្ញុំយ៉ាងក្រៃលែងទី4ប្រសិនបើព្រះយេស៊ូវចង់មានទំនាក់ទំនងនឹងជួយដល់អ្នកដែលស្អប់ទ្រង់ក៏ចង់តាក់ទងនឹងជួយដល់ខ្ញុំដែរទី5ខ្ញុំតាំងចិត្តថាមិនអោយការបដិសេធរបស់អ្នកដទៃមកលើរូបខ្ញុំប៉ះពាល់ដល់ការទុកចិត្តលើព្រះឡើយ
យុវនារីសុជាតិត្រូវការសេចក្តីស្រឡាញ់ដូចជាយើងដែរលោកអ្នកប្រហែលជាធ្លាប់បានស្គាល់អ្នកណាម្នាក់ដែលអស់សង្ឃឹមដូចជាសុជាតិដែរដូច្នេះសូមលោកអ្នកប្រាប់គេអំពីក្តីស្រឡាញ់របស់ព្រះដែលលោកអ្នកទើបនឹងរៀនដើម្បីឲ្យគេមានសង្ឃឹមនិងអាចទុកចិត្តលើក្តីស្រឡាញ់របស់ព្រះដូចជាលោកអ្នកផងសូមអរគុណសម្រាប់ការតាមដានសិក្សាជាមួយខ្ញុំបាទសូមព្រះប្រទានពរ